ព័ន្ធ 4G ឬ modem ប្រភេទ 4G ល្បឿនលឿនរបស់ Smartphone នឹងធ្វើការដាក់លក់នៅក្នុងទីផ្សារប្រជាជនកម្ពុជាបន្ទាប់ពីធ្វើការសាកល្បងប្រកបដោយជោគជ័យក្រុមហ៊ុន Smartphone បានធ្វើការប្រកាសអំពីដំណើរការសាកល្បងសេវាកម្ម 4G LTE ជាផ្លូវការនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Smartphone ហើយនៅពេលរៀបចំបានរៀបរយជាស្ថាពរក្រុមហ៊ុននឹងដាក់លក់នៅក្នុងទីផ្សារប្រជាជនកម្ពុជាទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងថាតើនៅពេលណា modem ប្រភេទ 4G នេះនឹងដាក់លក់ក្នុងទីផ្សារប្រជាជនកម្ពុជានៅឡើយទេកម្មវិធីប្រព្រឹត្តទៅដែលមានការចូលរួមពីលោកម៉ៅផល្លាអគ្គនាយករងនៃនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីនិងទូរគមនាគមន៍និងលោកប៊ុយឌីនងមៀននាយកប្រតិបត្តិក្រុមហ៊ុន Smartphone លោកប៊ុយឌីនងមៀនមានប្រសាសន៍ថាប្រព័ន្ធ 4G នេះនឹងផ្ដល់នូវការទាញយកឯកសារ download ក្នុងល្បឿនលឿនអតិបរមាអាស្រ័យទៅតាមភាពជាក់ស្ដែងក្នុងល្បឿនរហូតដល់ 66.7 MB ក្នុង1វិនាទីនិងល្បឿនបង្ហោះឯកសារឬ upload រហូតដល់ 32.2 MB ក្នុង1វិនាទីបច្ចេកវិទ្យាជាមួយនឹងទំហំធំស្មើនឹង 7 ដងនៃបច្ចេកវិទ្យា 3G នឹងអនុញ្ញាតឲ្យអតិថិជនអាចផ្ញើនិងទាញឯកសារក្នុងរយៈពេលដ៏ឆាប់រហ័សបំផុតបូករួមជាមួយនឹងសំឡេងនិងរូបភាពច្បាស់តាមបច្ចេកវិទ្យាថ្មី HD បន្ថែមលើនេះក្រុមហ៊ុននឹងសម្រេចឲ្យបាននូវការបម្រើសេវាកម្មប្រព័ន្ធបច្ចេកវិទ្យា 4G ដែលផ្ដល់ល្បឿនអតិបរមាដែលអាចឡើងដល់100 MB ក្នុង1វិនាទីសម្រាប់សេវាកម្មចល័តនិងរហូតដល់1 GB សម្រាប់សេវាកម្មអចល័តប៉ុន្តែបញ្ហាប្រឈមគឺបញ្ហាប្រេកង់នៅមានកំណត់នៅឡើយលោកម៉ៅផល្លាមានប្រសាសន៍ថាត្រឹមតែរយៈពេល4ឆ្នាំប៉ុណ្ណោះ Smartphone បានទាក់ទាញអតិថិជនប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តរហូតដល់ទៅ7លាននាក់ហើយការសាកល្បងប្រកបដោយជោគជ័យនៅប្រព័ន្ធ 4G បានបង្ហាញឃើញកាន់តែច្បាស់អំពីការកំណត់លំដាប់ថ្នាក់នៃអ្នកផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍នៅក្នុងទីផ្សារប្រជាជនកម្ពុជាដែលនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សង្គមរួមទាំងអ្នកវិនិយោគសិស្សនិស្សិតស្រាវជ្រាវឯកសារតាមប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងងាយស្រួលឯកឧត្តមសង្ឃឹមថាក្រសួងផ្ទាល់នឹងបានទទួលបទពិសោធន៍ពីក្រុមហ៊ុនបន្តពីដាក់ដំណើរការប្រព័ន្ធ 4G ជាផ្លូវការនៅប្រជាជនកម្ពុជាឧសភា